បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទម្សិលមិញបាទខ្ញុំដើរហាត់ប្រាណបាននៅវត្តភ្នំហើយបានថតជារូបបាទសំណាកលោកយាយដូនពេញបាទខ្ញុំថតហ្នឹងដើម្បីឲ្យបងប្អូនដូចថាបើស្រឡាញ់ចូលចិត្តរូបលោកយាយបាទអាចឆ្លាក់ដូចរូបដែលខ្ញុំថតអញ្ចឹងបាទតួយ៉ាងដូចជារូបដែលខ្ញុំពងកាន់នេះបាទគឺខ្ញុំយកពីនឹងមកទេបាទគឺខ្ញុំបានថតបាទពីវត្តភ្នំមកហើយឆ្លាក់បាទជាតួអង្គលោកយាយបាទអញ្ចឹងថ្ងៃនេះបាទខ្ញុំថ្វាយកម្មួនជូនវត្ថុស័ក្តិសិទ្ធិបដាហើយសូមធ្វើប្រធានបទមួយបាទជាបទពិសោធន៍សម្រាប់បងប្អូនបដាបាទដោយសារតែថ្មីហ្នឹងមានបងប្អូនប្រុសម្នាក់បាទគាត់បានប្រាប់ថាមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់ស្រឡាញ់វត្ថុស័ក្តិសិទ្ធិដែរហើយគាត់ធ្វើការឲ្យគេនៅក្រៅប្រទេសបាទហើយគាត់ចង់ឲ្យដូចថាថៅកែអីស្រឡាញ់ចូលចិត្តគាត់ណាបាទដល់ចឹងទៅគឺគាត់ជាវចកោមខ្លាបាទពីស្រុកខ្មែរយើងទៅហ្នឹងបាទហើយពាក់យកទៅធ្វើការហើយដល់ពាក់ថ្ងៃទី1បាទគ្រាន់តែទៅដល់កន្លែងធ្វើការត្រូវបានមេស្ដីឲ្យយ៉ាងខ្លាំងដល់ចឹងទៅគាត់ក៏ឈប់ពាក់ទៅបាទយកមកទុកវិញឈប់ពាក់ទៅបាទអញ្ចឹងនេះគ្រាន់តែជាបទពិសោធន៍មួយសម្រាប់បងប្អូនជាអ្នកគ្រប់វត្ថុស័ក្តិសិទ្ធិបាទយើងមុននឹងពាក់របស់អីមួយគឺយើងត្រូវដឹងថាយើងពាក់ទៅក្នុងគោលបំណងអីឧទាហរណ៍ដូចគាត់អញ្ចឹងគាត់ត្រូវទៅធ្វើការឲ្យគេហើយគាត់ជាអ្នកធ្វើការឲ្យគេអញ្ចឹងគាត់មានថៅកែគាត់មានមេរបស់គាត់អញ្ចឹងបើគាត់ពាក់លក្ខណៈចកោមខ្លាអញ្ចឹងវាអត់សូវបានជួយអីច្រើនទេបាទដោយសារតែចកោមខ្លាគឺខាងរដ្ឋអំណាចហើយយើងធ្វើការឲ្យគេគឺយើងត្រូវការខាងលៀបឲ្យគេស្រឡាញ់ចូលចិត្តឲ្យគេអាណិតដល់យើងយកចកោមខ្លាទៅរដ្ឋអំណាចសួរថាយើងចង់បានរដ្ឋអំណាចធំជាងថៅកែធំជាងមេទៀតឬយ៉ាងម៉េចបាទអញ្ចឹងបានថាយើងមានវត្ថុស័ក្តិសិទ្ធិមិនមែនចេះតែពាក់ឯងបងប្អូនបាទរបស់ខ្លះគឺពាក់ត្រូវការងាររបស់យើងហើយរបស់ខ្លះគឺអត់ត្រូវទេបាទពាក់តាស្រួលហ្នឹងមានបញ្ហាដូចបងប្រុសអញ្ចឹងបាទគឺមិនត្រឹមតែមិនបានជួយទេបែរជានាំបញ្ហាមកវិញបាទអញ្ចឹងដូចគាត់ហ្នឹងពាក់បានតែមួយថ្ងៃឈប់ពាក់ហ្មងបាទអញ្ចឹងបងប្អូនដូចថាយើងអ្នកធ្វើការឲ្យគេយើងគួរតែរករបស់ណាជាលក្ខណៈលៀបបាទរបស់ណាដែលពាក់ទៅឲ្យគេស្រឡាញ់ឲ្យគេចូលចិត្តឲ្យគេអាណិតបាទព្រោះយើងធ្វើការឲ្យគេបាទយើងត្រូវការគេឲ្យការងារយើងធ្វើបាទយើងមិនមែនត្រូវការអំណាចពីមេពីថៅកែទេបាទព្រោះយើងមិនអាចមានអំណាចជាងគេទេបាទគេម្ចាស់លុយបាទហ្នឹងហើយមួយទៀតចង់ជំរាបបងប្អូនថាតកតងជាមួយនឹងវត្ថុស័ក្តិសិទ្ធិដែលលក្ខណៈជាសំណាកសត្វបាទមិនថាជាចកោមខ្លាមិនថាជាខ្នាយបាទមិនថាជាស្នែងក្របីឬក៏អីផ្សេងទេបាទខ្ញុំឃើញគេដាក់លក់ដេញថ្លៃហូរហែហើយគេប្រាប់ថាសិតតារបស់តៃសាបាទសឹកតៃសាសឹងតែគ្រប់ហ្មងណាបាទហើយចឹងមិនថាយើងគិតមើលខ្លួនឯងបងប្អូនតើរបស់តៃសាហ្នឹងសម្បូរខ្លាំងឬក៏មិនបានជាដូចថាចេះតែមានហូរហែមចេះអស់ចឹងណាបាទហើយសូមជម្រាបបងប្អូនថារបស់បាទជាសំណាកសត្វនេះបើសិនជារបស់ដែលយើងបានរបស់តៃសាពិតប្រាកដមែននឹងបានល្អបាទយកមកពាក់មកបានជួយយើងបានអីប៉ុន្តែបើសិនជារបស់ដែលគេស្លាប់សត្វនឹងយកមកបាទហើយយកមកជាវឲ្យបងប្អូនយកមកដេញថ្លៃហ្នឹងអាហ្នឹងគឺពិបាកណាបងប្អូនគឺមិនងាយទេបាទមិនងាយទេបងប្អូនអ្នកគ្រប់បងប្អូនដឹងហើយបាទហើយបងប្អូនជាអ្នកលក់វត្ថុស័ក្តិសិទ្ធិក៏បងប្អូនដឹងដែរបាទដូចថាមានរបស់នឹងច្រើនខ្ញុំមកដាក់ផ្ទះបងប្អូនដឹងហើយបាទថាវាមានបញ្ហាហូរហែអីខ្លះបាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ជាលក្ខណៈសំណាកសត្វនឹងខ្លាំងបងប្អូនគួរតែស្វែងរកបាទនៅតាមភូមិបាទពីចាស់ឬក៏ពីគ្រូពីមុនអញ្ចឹងបាទ
របស់ពីមុនគឺរបស់គេតៃសាបាទព្រោះពីមុនគឺគេមិនសូវលោភលន់ដូចយើងឥឡូវទេបាទអញ្ចឹងបើយើងរកបានអាហ្នឹងយើងយកមកគ្រប់យកមកពាក់អីទៅអាហ្នឹងអត់អីទេប៉ុន្តែបើសិនជាយើងយករបស់ដែលគេដេញថ្លៃគេលក់តាមអនឡាញហ្នឹងបងប្អូនត្រូវប្រយ័ត្នបាទត្រូវប្រយ័ត្នពីព្រោះថាធម្មតាទេបងប្អូនយើងដឹងស្រាប់ហើយបាទដូចខ្នាយជ្រូកអីចឹងបាទចកោមខ្លាយចឹងគឺថាភាគច្រើនគឺបើយើងដឹងទាំងអស់គ្នាគឺរបស់យកមកពីក្រៅប្រទេសបាទយកមកពីក្រៅប្រទេសរឿងក្រៅប្រទេសហ្នឹងវាអត់បញ្ហាទេបាទវាមិនបញ្ហាលើក្រៅប្រទេសលើក្នុងប្រទេសទេប៉ុន្តែអ្វីដែលបញ្ហាគឺរបស់ដែលគេចិញ្ចឹមបាទគេចិញ្ចឹមហើយមុននឹងបានខ្នាយចកោមឯមកហ្នឹងគេស្លាប់បាទគេស្លាប់សត្វហ្នឹងយកមកបាទអញ្ចឹងគឺថាវាមានគំនុំចងអាឃាតបាទរបស់ដែលមានគំនុំចងអាឃាតព្រោះថាធម្មតាយើងសុកយើងទៅស្លាប់ម្ចាស់ផ្ទះគេហើយយើងយកផ្ទះគេយកមកនៅអញ្ចឹងសួរថាម្ចាស់ផ្ទះគេសប្បាយចិត្តឲ្យយើងនៅអត់បាទហ្នឹងយើងគិតមើលណាបាទអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ខ្លាំងហើយមិនអាចរករបស់បុរាណរបស់ឲ្យចាស់ពីដើមឲ្យយកមកគ្រប់បានទេបងប្អូនត្រូវយកចកោមខ្លាឬក៏ខ្នាយហ្នឹងយកទៅបាទឲ្យគ្រូឬក៏ប្រសង់ដេញកំរោលបាទដេញកំរោលចេញបានន័យថាដេញឧបទ្រពចង្រៃចេញបាទដេញវិញ្ញាណអាក្រក់ចេញបាទអាហ្នឹងរៀងគ្រាន់តិចហើយបើសិនជាយើងអត់ទេបាទដូចបងប្រុសនៅក្រៅប្រទេសអញ្ចឹងបាទអត់ទេគឺយកមកយកពាក់តែម្ដងគឺនាំបញ្ហាបាទនាំបញ្ហាដល់ខ្លួនបាទអញ្ចឹងអានេះគ្រាន់តែជាការចែកម្លែកបាទនៅចំណេះដឹងខ្លះបាទហ្នឹងហើយអញ្ចឹងបងប្អូនប្រយ័ត្នតិចបាទយើងគ្រប់របស់យើងត្រូវមើលរបស់ណាបងប្អូនបាទមិនចេះតែស្រឡាញ់ហើយចេះតែជាវយកមកបាទរបស់អត់មានប្រភពច្បាស់លាស់អត់មានអីចេះយកមកឲ្យរំពឹងថារបស់នឹងជួយយើងបាទមិនចឹងទាំងអស់ទេបងប្អូនរបស់ខ្លះមិនយកមកជួយទេបាទបើសិនជារបស់នឹងលក្ខណៈដូចខ្ញុំនិយាយមិញអញ្ចឹងបាទយើងស្លាប់គេយកចកោមយកខ្នាយយកអីគេមកហ្នឹងគេមិនសប្បាយចិត្តនឹងឲ្យយើងយកមកទេបាទអញ្ចឹងវាមានវិញ្ញាណចងអាឃាតបាទនៅហ្នឹងបាទអញ្ចឹងដល់ពេលយកមកគ្រប់ហ្នឹងគឺវាមានបញ្ហាហូរហែមិនចេះចប់បាទអញ្ចឹងបងប្អូនប្រយ័ត្នតិចហើយខ្ញុំសូមអភ័យទោសផងបាទសម្រាប់បងប្អូនជាអ្នករស់ស៊ីផ្នែកហ្នឹងបាទសូមអភ័យទោសផងបាទដោយសារតែអានេះខ្ញុំគ្រាន់តែចង់និយាយដើម្បីឲ្យដឹងទាំងអស់គ្នាហើយដូចថាមិនចង់ឲ្យបងប្អូនខ្មែរយើងហ្នឹងបាទយករបស់ខ្លះយកមកហ្នឹងគឺវាមានទុកមានទោសទេបាទព្រោះថាយើងចំណាយបច្ច័យអស់ច្រើនហើយយើងទៅជានាំបញ្ហាមកផ្ទះទៀតអាហ្នឹងវារឿងមិនល្អទេបាទហ្នឹងហើយអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទខ្ញុំថ្វាយគំនួនជូនវត្ថុស័ក្តិសិទ្ធិបដាបាទនិយាយបដាទៅបាទបងប្អូនអាចយកទៅស្ដាប់បាទបានជាប្រយោជន៍អញ្ចឹងកន្លែងណាមានប្រយោជន៍បងប្អូនទុកទៅកន្លែងណាអត់ប្រយោជន៍ទេបងប្អូនអាចបោះចោលចោះបាទអរគុណច្រើនហើយសូមជម្រាបលាបាទ